Bà Smartcom một can channel lên từ trên Cambodia bà cái đấyខ្ញុំលើកយកវីដេអូមេរៀនដែលនិយាយអំពីប្រព័ន្ធជីតើនៅបច្ចេកវិទ្យាអញ្ចឹងនៅក្នុងមេរៀននេះគឺយើងសិក្សាថ្នាក់មូលដ្ឋានគ្រឹះប្រព័ន្ធជីតើអញ្ចឹងនៅក្នុងថ្នាក់មូលដ្ឋានគ្រឹះប្រព័ន្ធជីតើគឺយើងមានប្រព័ន្ធជា start stop ដែលគេហៅថា DOL direct online ឬក៏ direct onload អញ្ចឹងនៅក្នុង sequence នេះគឺខ្ញុំបានគូររួចហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីរបៀបមើល sequence បាទ sequence ជាក់ស្ដែងហើយនិង sequence បច្ចេកទេស sequence ជាក់ស្ដែងគឺនៅខាងស្ដាំដៃខ្ញុំនេះបាទគឺជា sequence ជាក់ស្ដែងដែលអ្នកទាំងអស់គ្នាជ្រើសរើសយកប្រភេទ disjunction contactor បាទ voice shift ប៊ូតុង stop start បាទហើយនឹង motor ជាក់ស្ដែងលើកយកមកភ្ជាប់ផ្ទាល់បាទដោយឡែកនៅខាងផ្នែកខាងឆ្វេងដៃខ្ញុំនេះបាទគឺជាប្រភេទsequence បច្ចេកទេសបាទទូទៅគេហៅថា sequence បច្ចេកទេសអញ្ចឹងចំពោះ sequence បច្ចេកទេសនេះដែរគឺវាមានសារៈប្រយោជន៍សំខាន់ក្នុងការគូសនៅ sequence ផ្សេងៗក៏ដូចជា sequence start stop នេះដែរបាទគឺវាមានអត្ថប្រយោជន៍ច្រើនបាទអញ្ចឹងចង់ដឹងថាការភ្ជាប់របៀបណាអញ្ចឹងអ្នកទាំងអស់គ្នាមកតាមដានទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងកម្មវិធី KCMU នេះគឺយើងមានពីរ sequence បានន័យថាយើងអនុវត្តផ្ទាល់និង sequence បច្ចេកទេសអញ្ចឹងនៅក្នុង sequence ប្រព័ន្ធបញ្ជា motor អញ្ចឹងវាបែងចែកជាពីរបាទវាមាន sequence បញ្ជាបាទនេះបែកខាងនេះបាទបែកខាងនេះគឺជា sequence បញ្ជាហើយបែកខាងនេះគឺជា sequence អានុភាពបាទអញ្ចឹងនៅក្នុងប្រព័ន្ធបញ្ជា motor គឺគេបែងចែកជាពីរបាទកុំឲ្យខាតពេលយូរយើងមកតាមដានបងប្អូនអញ្ចឹងនៅក្នុង sequence បច្ចេកទេសនេះគឺខ្ញុំបានគូររួចហើយអញ្ចឹងអ្នកទាំងអស់គ្នាមើលយើងមានប្រភពបាទប្រភពយើងមាន LN PE អញ្ចឹងទៅបាទហើយបន្ទាប់មកយើងចាប់ដើមអូខ្សែចុះមក disjunction បាទចេញពី disjunction បាទចូលមក contactor បាទចេញពី contactor បានចូលមក motor នេះបាទចំពោះខ្សែ node បាទយើងអូចេញពីប្រភពមក node ប្រភពមកយើងអូចូល disjunction បាទចេញពី disjunction ចូល contactor ចេញពី contactor ចូល motor បាទអានេះខាងផ្នែក sequence អានុភាពចំណែកឯខាង sequence បញ្ជាគឺយើងត្រូវប៉ុងពីប្រភពនេះមួយមកបាទប្រភព L នេះមកចូលមក voice shift បាទចេញពី voice shift បាទយើងចូលមកប៊ូតុង stop បាទចេញពីប៊ូតុង stop យើងចូលមកប៊ូតុង start ចេញពីប៊ូតុង start យើងចូលមក contactor bobin របស់ contactor A1 បាទហើយខ្សែ node យើងប៉ុងមកចូល A2 បាទអញ្ចឹងនៅក្នុងប្រព័ន្ធបញ្ជា start stop ដើម្បី lock ឲ្យ contactor នេះ lock ដំណើរការខ្លួនវាបានត្រូវតែយើងប៉ុងខ្សែបាទពីចន្លោះ start stop នេះមកអូសចូលជើងចំហរបស់ contactor មួយជើងជំនួយចំហចេញពីជើងជំនួយចំហវិលមកចូល A1 បាទន័យថាចូលក្នុង bobin របស់ contactor វិញបាទអញ្ចឹងគឺរួចរាល់ហើយបាទអញ្ចឹងយើងមើលនៅខាងផ្នែក sequence ជាក់ស្ដែងថាតើការតហ្នឹងគឺដូចគ្នាក៏អត់បាទអញ្ចឹងយើងមើលចេញពី L បាទចេញពីប្រភពមកយើងចូល disjunction បាទនេះដូចគ្នាបាទចេញពីប្រភពចូល disjunction ចេញពី disjunction មកយើងចូលមកcontactor បាទនេះឃើញទេអ្នកនរគ្នាឃើញបាទចេញពី contactor មកបានចូលមក motor ដូចគ្នាបាទហើយមួយទៀតយើងអូសប្រភពមកបាទនេះប្រភពបាទចូលមក N ចេញពី N មកចូលមក disjunction ចេញពី disjunction មកចូលមក contactor បាទចេញពី contactor មកចូល motor បាទអញ្ចឹងខាងផ្នែក sequence អានុភាពគឺយើងភ្ជាប់ដូចគ្នាបាទចំណែកឯខាង sequence បញ្ជាក៏យើងភ្ជាប់ដូចគ្នាដែរបាទអញ្ចឹងយើងមើលខ្ញុំប៉ុងបាទនេះយើងប៉ុងដូចគ្នាបាទប៉ុងមកចូល voice shift បាទចេញពី voice shift ចូលមកប៊ូតុង stop ចេញពីប៊ូតុង stop ចូលប៊ូតុង start បាទចេញពីប៊ូតុង start មកយើងចូលមកជើង A1 បាទនេះ A1 ខាងឆ្វេងដៃខ្ញុំនេះបាទ A1 បាទហើយបន្ទាប់មកទៀតយើងចន្លោះ start stop នេះបាទនេះចន្លោះ start stop នេះយើងអូសចូលមកជើង NO របស់ contactor នេះកន្លែង NO នេះកន្លែងនេះចេញពីជើង NO របស់ contactor នេះមកយើងចូលមកជើង bobin របស់ contactor A1 វិញដែរបាទអញ្ចឹងវានឹង lock ជើងខ្លួនវាបាទអញ្ចឹងចំណែកឯ node របស់ A2 នេះបាទយើងប៉ុង node មកយើងប៉ុង node ពីប្រភពខាងលើមកចូលមក A2 អញ្ចឹងការភ្ជាប់របស់យើងគឺរួចរាល់អញ្ចឹងនេះគឺជាថ្នាក់មូលដ្ឋានគ្រឹះប្រព័ន្ធ computer បាទសង្ឃឹមថាអ្នកទាំងអស់គ្នាយល់បាទចង់តាមដាននៅវីដេអូរបស់ខ្ញុំបន្តទៀតបាទអ្នកទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share បាទជួយ subscribe នៅ channel YouTube និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗនិងវីដេអូបន្តទៀតដើម្បីជាចំណេះដឹងសម្រាប់នាំផ្លូវទៅបងប្អូនបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដាននៅវីដេអូបាទជួបគ្នានៅវីដេអូក្រោយ